ប្រទេសឥណ្ឌាបានបើកការវាយប្រហារលើប៉ាគីស្ថាននៅព្រឹកព្រលឹមថ្ងៃនេះថ្ងៃទី7 ខែឧសភាម៉ោងនៅក្នុងស្រុកកងទ័ពឥណ្ឌាបានបើកការវាយប្រហារតាមអាកាសនៅក្នុងតំបន់ជាច្រើននៃប្រទេសប៉ាគីស្ថាននិងផ្នែកខ្លះនៃតំបន់កាស្មៀរដែលគ្រប់គ្រងដោយប៉ាគីស្ថានសរុបចំនួន9ទីតាំងអាជ្ញាធរប៉ាគីស្ថានបាននិយាយថាមនុស្ស26នាក់បានស្លាប់និង46នាក់បានរងរបួសនៅក្នុងការវាយប្រហារតាមអាកាសរបស់ឥណ្ឌាការវាយប្រហារនៅពេលយប់បានជំរុញឲ្យមានការបាញ់កំភ្លើងធំនៅតាមព្រំដែនរវាងប្រទេសទាំងពីរដោយឥណ្ឌាបាននិយាយថាការសងសឹករបស់ប៉ាគីស្ថានបានបណ្ដាលឲ្យមនុស្ស10នាក់បានស្លាប់និង32នាក់បានរងរបួសនៅក្នុងតំបន់ដែលគ្រប់គ្រងដោយឥណ្ឌានៃកាស្មៀរខណៈដែលប៉ាគីស្ថានបានអះអាងថាបានបាញ់ទម្លាក់យន្តហោះយោធាឥណ្ឌាចំនួន5គ្រឿងការវាយប្រហារនេះបានកាត់ឡើងបន្ទាប់ពីភាពតានតឹងកើនឡើងជាច្រើនសប្តាហ៍រវាងប្រទេសប្រដាប់អាវុធនុយក្លេអ៊ែរទាំងពីរបន្ទាប់ពីការបាញ់ប្រហារគ្នានៅកណ្ដាលទីក្រុងរមណីយដ្ឋានផាហាកាមក្នុងតំបន់កាស្មៀរគ្រប់គ្រងដោយឥណ្ឌាកាលពីថ្ងៃទី22 ខែមេសាដែលបានសម្លាប់មនុស្ស26នាក់